มนุษย์ชุกบาดเพาะគ្មានថ្ងៃងើបផុតពីទឹកមនុស្សឈូកបាតផកគឺជាមនុស្សដែលពិបាកនឹងអភិវឌ្ឍខ្លួនឬកែប្រែខ្លួនណាស់ទោះអ្នកដតីប្រដៅបង្រៀនយ៉ាងណាក៏មិនស្ដាប់ក្បាលរឹងរូកគិតថាខ្លួនត្រូវរហូតគ្មានហេតុផល1ដឹងការពិតតែមិនព្រមទទួលស្គាល់ទោះបីជាការពិតនៅនឹងមុខយ៉ាងណាក៏ដោយក៏នៅតែព្យាយាមបិទភ្នែកមិនមើលព្រោះការទទួលស្គាល់កំហុសវាឈឺចាប់ជាងការបន្តភូតកុហកខ្លួនឯង2គេប្រដៅហើយតែមិនព្រមស្ដាប់មិនមែនមកពីគេមិនយល់នៅអ្វីដែលយើងប្រាប់នោះទេគឺមកពីគេមិនចង់យល់ទោះបីជាពាក្យប្រដៅល្អយ៉ាងណាក៏ដោយក៏ត្រូវចាញ់ដោយមានអ្នកនិងអស្មិមានៈភាពមានអ្នកនៅក្នុងចិត្តរបស់គេដែរ3ពូកាយទម្លាក់កំហុសឲ្យអ្នកដតីតែមិនដែរពិនិត្យមើលខ្លួនឯងរយពេលមានរឿងខុសឆ្គងគេតែងតែរកពពែទទួលបាបជានិច្ចក្នុងខ្សែភ្នែករបស់គេមនុស្សគ្រប់គ្នាគឺខុសទាំងអស់លើកលែងតែខ្លួនឯងម្នាក់គត់ដែលត្រូវជានិច្ច4ពូកាយតែនិយាយតែមិនធ្វើគេយល់ដឹងគ្រប់ទ្រឹស្ដីនឹងធរអាតប៉ុន្តែមិនដែលយកមកអនុវត្តឡើយពាក្យសម្ដីហោះហើរខ្ពស់ត្រដែតលើអាកាសប៉ុន្តែសកម្មភាពនៅត្រឹងក្នុងភក់ដដែលដោយពាក្យមួយគេនិយាយថាទ្រឹស្ដីរាប់ពាន់តែទង្វើ0 5ច្រណែននឹងភាពរីកចម្រើនរបស់អ្នកដតីជំនួសឲ្យការអភិវឌ្ឍខ្លួនឯងគេបែរជាជ្រើសរើសផ្លូវច្រណែននិងព្យាយាមទាញអ្នកដតីឲ្យធ្លាក់ចុះមកក្រោមវិញមនុស្សប្រភេទនេះមិនត្រឹមតែមិនរីកដុះដាលទេថែមទាំងធ្វើឲ្យទឹកដែលនៅជុំវិញខ្លួនកាន់តែល្អក់កកថែមទៀត7ស៊ាំនឹងភាពងងឹតរហូតខ្លាចពន្លឺមនុស្សដែលធ្លាប់ដេកត្រាំក្នុងបរិយាកាសអវិជ្ជមានឬភាពខ្ជិលច្រអូសយូរពេករហូតដល់ខ្លាចការផ្លាស់ប្ដូរទោះបីជាមានអ្នកចង់ជួយស្រង់ឲ្យផុតពីភក់ក៏គេនៅតែតោងភក់ជាប់ព្រោះគេមានអារម្មណ៍ថាសុវត្ថិភាពនៅក្នុងភាពទុនជ្រាយនិងបរាជ័យបែបនោះមនុស្សខ្លះមិនមែនមកពីគេខ្វះឱកាសនោះទេគឺមកពីគេខ្វះចិត្តចង់ផ្លាស់ប្ដូរទោះបីជាពន្លឺព្រះអាទិត្យជះមកខ្លាំងយ៉ាងណាបើផ្កាឈូកនោះមិនព្រមរើមរះចេញពីភក់ទេក៏គ្មានថ្ងៃបានរីកស្គុះស្កាយលើផ្ទៃទឹកបានដែរសម្រាប់ក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់បានបែងចែកកម្រិតបញ្ញារបស់មនុស្សជា4ប្រភេទប្រៀបធៀបទៅនឹងស្ថានភាពនៃផ្កាឈូកក្នុងស្រះ1អុក្ខឌិតតញ្ញូផ្កាឈូកផុតទឹកជាផ្កាឈូកដែលងើបឡើងផុតទឹករងចាំតែពន្លឺព្រះអាទិត្យជះមកនិងរីកស្គុះស្កាយភ្លាមសំដៅលើបុគ្គលដែលមានបញ្ញាឆ្លាតវៃវាយបំផុតគ្រាន់តែបានស្ដាប់ធម៌ឬការណែនាំត្រឹមតែសង្ខេបខ្លីៗក៏អាចយល់ដឹងជ្រាវជ្រះនិងសម្រេចផលបានភ្លាមបុគ្គលដែលបានស្ដាប់ត្រឹមមួយកិខាខ្លីហើយត្រូវការពន្យល់អធិប្បាយបន្ថែមតទៅទៀតទើបអាចយល់ច្បាស់នៃធម៌បានភ្លាមប្រៀបដូចទៅនឹងផ្កាឈូកដែលដោះផុសចេញមកប្រព្រឹត្តនឹងផ្ទៃទឹកនិងអាចរីកបាននៅក្នុងថ្ងៃស្អែក2វិបច្ចតញ្ញូផ្កាឈូកស្មើទឹកជាផ្កាឈូកដែលនៅកម្រិតស្មើផ្ទៃទឹកដែលនឹងរីកនៅថ្ងៃស្អែកសំដៅលើបុគ្គលដែលមានបញ្ញាមធ្យមបើគ្រាន់តែនិយាយសង្ខេបប្រហែលជាមិនទាន់យល់ទេតែបើពន្យល់បកស្រាយឲ្យក្បោះក្បាយថែមបន្តិចគេនឹងអាចយល់បានយ៉ាងច្បាស់លាស់បុគ្គលដែលបានស្ដាប់ត្រឹមមួយកិថាខ្លីហើយត្រូវការពន្យល់អធិប្បាយបន្ថែមតទៅទៀតទើបអាចយល់ច្បាស់នៅធម៌បានប្រៀបដូចទៅនឹងផ្កាឈូកដែលដុះផុសចេញមកប្រព្រឹត្តនឹងផ្ទៃទឹកនិងអាចរីកបាននៅក្នុងថ្ងៃស្អែក3នេយៈផ្កាឈូកក្រោមទឹកជាផ្កាឈូកដែលនៅក្រោមទឹកកំពុងដុះលូតលាស់បន្តិចម្ដងហើយនឹងរីកនៅថ្ងៃបន្តទៀតសំដៅលើបុគ្គលដែលត្រូវប្រឹងប្រែងត្រូវរៀនសូត្រផងអនុវត្តផងស្ដាប់ផងនិងមានអ្នកណែនាំញឹកញាប់ទើបអាចយល់និងសម្រេចផលបានបុគ្គលប្រភេទនេះត្រូវការទេវេលានិងការអត់ធ្មត់បុគ្គលល្មមអាចនៅណែនាំព្រានប្រដៅបានដោយការពន្យល់អប់រំជារឿយដោយវិធីផ្សេងនឹងអាចយល់ច្បាស់នៅធម៌បានប្រៀបដោយទៅនឹងផ្កាឈូកដែលដុះមកបានពាក់កណ្ដាលទឹកដែលត្រូវចំណាយពេលយូរតទៅទៀតនឹងអាចផុសឡើងហើយរីកឡើងបាន4បដ្ឋបារមៈផ្កាឈូកក្នុងភក់ជាផ្កាឈូកដែលក្រាបជាប់នឹងភក់បាត់ស្រះជាចំណែកនៃត្រីនិងអណ្ដើយគ្មានឱកាសនឹងងើបឡើងរីកឡើយសំដៅលើបុគ្គលដែលពិបាកនឹងប្រដៅឬមិនព្រមទទួលយកការផ្លាស់ប្ដូរដោយចំណុចទាំងពីរដែលបានរៀបរាប់មុនមកទោះបីជាខំប្រឹងពន្យល់យ៉ាងណាក៏ចិត្តគេមិនបើកទទួលឬមិនមានបញ្ញានឹងយល់ឡើយ
បុគ្គលពួកទី4នេះច្រើនតែលុះក្នុងអំពើអាក្រក់ផ្សេងៗមានអបាយមុខទាំង4គឺស្រីស្រាលបែងស៊ីសងនិងសេពគប់មិត្តអាក្រក់ជាដើមមិនមានចិត្តចង់រៀនសូត្រចង់ស្ដាប់នៅពាក្យព្រានប្រដៅឡើយបែរគេមានឱកាសបានសិក្សារៀនសូត្រនៅធ